អរិយបេជាច្រើនទសវត្សរ៍មកហើយដែលពេជ្រគឺជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់ដ៏យូរអង្វែងក៏ប៉ុន្តែឧស្សាហកម្មមួយនេះកំពុងស្ថិតនៅក្នុងការពិចារណារបស់មនុស្សជំនាន់មួយនៅពេលដែលអ្នកប្រើប្រាស់ហ្នឹងគឺកំពុងធ្វើការសម្រេចចិត្តថាតើគេត្រូវជ្រើសរើសយកការទិញពេជ្រម៉ូសណាយឬក៏ការទិញពេជ្រធម្មជាតិឬក៏ជាពេជ្រ CVD ដែលកំពុងពេញនិយមនៅក្នុងយុគសម័យថ្មីនេះចឹងហើយចម្លើយនៃសំណួរនេះបាទគេត្រូវពិចារណាមើលទៅលើទី1គឺពាក់ព័ន្ធទៅនឹងតម្លៃទី2គឺរូបរាងហើយ appearance របស់វាទី3គឺពិនិត្យមើលទៅលើភាពធន់ហ្នឹងគឺគេចង់និយាយអំពីសមត្ថភាពនៅក្នុងការប្រើប្រាស់ទៅបានយូរធន់នៅក្នុងការប្រើប្រាស់វាពាក់ព័ន្ធនឹងការបែកបាក់ពាក់ព័ន្ធនឹងភាពរឹងឬទន់ឬក៏ការខូចគុណភាពនៅពេលដែលគេប្រើប្រាស់វាទៅនោះទី4គឺពាក់ព័ន្ធទៅនឹង color ចឹងនៅក្នុងនោះគឺយើងអាចនឹងពិនិត្យមើលអំពីភាពខុសគ្នារវាងម៉ូសណាយរវាងពេជ្រធម្មជាតិពេជ្រហៅ CVD ដែលជាភាសាអង់គ្លេសហៅ chemical vapor deposition diamond ចឹងយើងពិនិត្យមើលទៅលើកត្តានីមួយៗនៃភាពខុសគ្នារវាងពេជ្រទាំង3នេះហើយភាពខុសគ្នានោះគឺយើងចង់និយាយអំពីកត្តាទី1គឺពាក់ព័ន្ធទៅនឹងរូបរាងរបស់វាទី2គឺពាក់ព័ន្ធទៅនឹងថ្លៃហើយទី3គឺពាក់ព័ន្ធទៅនឹងភាពធន់នឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺពាក់ព័ន្ធទៅនឹងសមត្ថភាពដែលពេលដែលប្រើប្រាស់វាទៅវាមានភាពធន់ឬក៏ពាក់ព័ន្ធទៅនឹងការបែកបាក់ឬក៏ពាក់ព័ន្ធទៅនឹងភាពរឹងឬក៏ទន់ឬក៏ការខូចគុណភាពជាដើមនៅពេលដែលយើងយកវាទៅប្រើប្រាស់នោះទីមួយយើងមើលទៅលើពាក្យថា moissanite ហ្នឹងគេអាចហៅម្យ៉ាងទៀតជាភាសាបច្ចេកទេសហ្នឹងគេហៅពេជ្រអាចផ្កាយហើយជាភាសាអង់គ្លេសហៅ space diamond អញ្ចឹងគេប្រើនេះគឺដោយសារតែនៅក្នុងការរកឃើញរបស់វាហ្នឹងគឺដោយលោក Henry Mawson ហ្នឹងគឺបានរកឃើញត្បូងនេះនៅក្នុងឆ្នាំ1893ដែលនៅពេលនោះគឺពេលដែលលោក Mawson ហ្នឹងបានទៅពិនិត្យមើលទៅលើរណ្ដៅអាចផ្កាយមួយហើយគាត់បានរកឃើញគ្រីស្តាល់មួយចំនួនដែលគាត់ជឿថាវាជាដុំពេជ្រអញ្ចឹងនៅក្នុងនោះគឺដុំពេជ្រនេះគឺវាមានភាពចែងចាំងបាទគឺម៉ូសណាយហ្នឹងវាមានភាពចែងចាំងហើយសន្ទុះរបស់វាហ្នឹងគេគិតថាមានចន្លោះពី 2.65 ទៅ 2.69 ដែលមានភាពចែងចាំង Brian ហ្នឹងគឺវាជាងពេជ្របាទមានភាពចែងចាំងជាងពេជ្រធម្មជាតិឬក៏ពេជ្រ VCD ចំពោះអ្វីដែលយើងពិនិត្យមើលទៅលើមុខកាត់ហ្នឹងគឺជាភាសាអង់គ្លេសថា facet ហ្នឹងគឺមានន័យថាវាមានមុខកាត់រាងជាតកកំតិចជាភាសាអង់គ្លេសថា crash eye ហ្នឹងអញ្ចឹងវាមើលទៅវាមានរាងតូចបាទដូចជាដុំតកកដែលគេដំបបែកអីចឹងទៅក្រៅពីនេះទៀតវាអាចមានរាងមុខកាត់ជាផ្កាកាឡាឬក៏ជា emerald បាទទម្រង់មុខរបស់វាហ្នឹងគឺបើយើងនិយាយអំពីមុខកាត់បាទចំពោះពេជ្រធម្មជាតិហ្នឹងគឺយើងបានដឹងហើយថាពេជ្រធម្មជាតិបើយើងនិយាយអំពីភាពចែងចាំងរបស់វាគឺវាមានសន្ទុះចែងចាំង 2.42 បាទអញ្ចឹងគឺវាមិនចែងចាំងខ្លាំងដូចពេជ្រម៉ូសណាយទេបាទហើយ color ហ្នឹងវាមានពេជ្រហ្នឹងវាមានច្រើនពណ៌បាទមានពណ៌ហើយទៅតាម GIA បាទដែលពណ៌ GIA ហ្នឹងគឺយើងចង់និយាយពី D ហើយនឹង F ហ្នឹងគឺវាមានពណ៌មួយដែលមានតម្លៃថ្លៃបំផុតបាទបើយើងប្រៀបធៀបជាមួយនឹងរវាង Moissanite ជាមួយនឹងពេជ្រ CVD ភាពចែងចាំងរបស់ CVD វាមានពន្លឺភ្លើងដូចពេជ្រធម្មជាតិដូចគ្នាបាទវាមានពន្លឺភ្លើងនឹងភ្លើងហ្នឹងបាទន័យថាភាពចែងចាំងរបស់វាហ្នឹងគឺដូចស្រដៀងគ្នាទៅនឹងពេជ្រធម្មជាតិអញ្ចឹងបាទពីព្រោះថាវាបង្កើតការបង្កើតពេជ្រ CVD នេះគឺគេធ្វើទៅតាមរូបមន្តដូចគ្នាទៅនឹងរូបមន្តដែលកកើតឡើងនៅពេជ្រធម្មជាតិយ៉ាងដូចនេះដែរនៅក្នុងការប្រៀបធៀបពាក់ព័ន្ធទៅនឹងថ្លៃវិញបាទបើយើងនិយាយអំពីថ្លៃពេជ្រហៅ Moissanite ហ្នឹងគឺជាពេជ្រមួយដែលមានតម្លៃថោកជាងគេបើប្រៀបធៀបជាមួយនឹងពេជ្រធម្មជាតិហើយនឹងពេជ្រ CVD បាទហើយបើយើងស្គាល់ហើយពេជ្ររវាងពេជ្រធម្មជាតិក៏ប៉ុន្តែយើងប្រៀបធៀបជាមួយនឹងពេជ្រ CVD បានន័យថាពេជ្រ CVD វាមានតម្លៃថោកជាងពេជ្រធម្មជាតិក៏ប៉ុន្តែពេជ្រនេះវាមានតម្លៃថ្លៃជាងពេជ្រ Moissanite គឺគេនិយាយថាវាអាស្រ័យបាទទៅលើ 4C ណា 4C នេះបានន័យថាគេចង់និយាយអំពីមុខកាត់របស់វាបាទអំពីពណ៌ហើយនៅភាពច្បាស់ហើយនឹងគិតទៅលើការ៉ាត់បាទនៅក្នុងការប្រៀបធៀបមួយទៀតដែលយើងពិនិត្យមើលទៅលើរវាងពេជ្រ Moissanite ពេជ្រធម្មជាតិនិងពេជ្រ CVD នេះទៅលើភាពធន់នឹង durability ហ្នឹងគឺថាគេចង់សំដៅទៅលើពេលដែលប្រើប្រាស់ទៅហ្នឹងវាមានភាពធន់ទេនៅក្នុងការពាក់វាបាទប្រើប្រាស់វាហ្នឹងហើយវាអាចបែកបាក់ទេនៅពេលដែលយើងប្រើទៅហើយវាមានភាពរឹងប៉ុណ្ណាទន់ប៉ុណ្ណាហើយវាខូចគុណភាពបែបណានៅពេលដែលយើងប្រើប្រាស់វាអញ្ចឹងបើយើងនិយាយអំពីភាពរឹងវិញនៅលើគេថាគេគណនាទៅលើមាត្រដ្ឋានម៉ូសហ្នឹងគឺ MOHS ហ្នឹងគឺថាមាត្រដ្ឋានរបស់ពេជ្រ Moissanite វាមានតែ 9.25 ហ្នឹងគឺថាវាមានភាពទន់ជាងពេជ្រធម្មជាតិនិងពេជ្រ CVD អញ្ចឹងភាពរឹងដែលយើងស្គាល់ហើយភាពរឹងរបស់ពេជ្រធម្មជាតិក៏ប៉ុន្តែអ្វីដែលពាក់ព័ន្ធទៅនឹងយើងមិនស្គាល់ច្រើនហ្នឹងគឺពេជ្រគេហៅថាពេជ្រ CVD ហ្នឹងអញ្ចឹងពេជ្រ CVD វាមានយើងបានដឹងហើយថាគេប្រើវាគេបង្កើតវានៅក្នុងរូបមន្តមួយដូចគ្នាទៅនឹងអ្វីនៃការកកើតពេជ្រធម្មជាតិដូច្នេះហើយគឺពេជ្រធម្មជាតិហើយនិងពេជ្រ CVD គឺវាមានភាពរឹងដូចគ្នាបាទវាមានភាពរឹងដូចគ្នាអានឹងជាការគិតមើលទៅលើការមាត្រដ្ឋានMOH ហ្នឹងម៉ូសហ្នឹងបាទ
ចឹងគឺគេមើលឃើញថាវាមានភាពរឹងដូចគ្នាគឺ10 លើ 10 បាទមានន័យថាពេជ្រធម្មជាតិក៏មានភាពរឹង10មានត្រាក់ឋានហ្នឹងហើយពេជ្រ CVD ហ្នឹងក៏មានត្រាក់ឋាននៃភាពរឹងរបស់វា10ដូចគ្នាបាទហើយវាមានពលឺដូចពេជ្រដែលគេបានជីកយកពីភពផែនដីយ៉ាងដូចគ្នាដែរអញ្ចឹងសម្រាប់ការប្រើប្រាស់មាស់ស្នាយនៅពេលដែលគេជ្រើសរើសយកមាស់ស្នាយគឺវាសម្រាប់វាជារឿងល្អហើយក៏ប៉ុន្តែអ្វីដែលចំណុចសំខាន់ហ្នឹងគឺពាក់ព័ន្ធទៅនឹងគុណភាពបាទភាពធន់របស់វាហ្នឹងវាមិនមានភាពរឹងភាពធន់ដូចជាពេជ្រធម្មជាតិនិងពេជ្រ CVD នោះទេហើយបើយើងនិយាយអំពីការប្រើប្រាស់ពេជ្រ CVD វិញគឺថាជាពេជ្រមួយដែលកំពុងបាទដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារគ្រឿងអលង្ការដែលគេបាននិយាយថាវាមានគុណភាពបាទដោយសារពេជ្រ CVD ហ្នឹងគឺគេមិនអាចមើលនៅផ្នែកទៅទេដោយគ្មានឧបករណ៍ជំនួយដើម្បីបែងចែករវាងពេជ្រធម្មជាតិនិងពេជ្រ CVD នោះទេអញ្ចឹងហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺថាវាមានតម្លៃទាបជាងឆ្ងាយបើប្រៀបធៀបជាមួយនឹងពេជ្រធម្មជាតិក៏ប៉ុន្តែពេជ្រនេះវាមានតម្លៃថ្លៃជាងពេជ្រមាស់ស្នាយអញ្ចឹងក្នុងការជ្រើសរើសគឺថាវាអាស្រ័យទៅលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនផងហើយជាពិសេសគឺពាក់ព័ន្ធទៅនឹងថវិកាដែលយើងមាននៅក្នុងដៃផងដែរ